បាទជំរាបសួរពុកម៉ែបងប្អូនបាទថ្ងៃនេះគឺខ្ញុំបាទសូមនាំអារម្មណ៍ពុកម៉ែបងប្អូនមកជួបប្រាសាទមួយទៀតហើយគឺជាប្រាសាទដ៏អស្ចារ្យទី3ហើយដែលខ្ញុំបានមកជម្រាបជូនពុកម៉ែបងប្អូននៅក្នុងប្រហែលសប្តាហ៍ចុងក្រោយនេះបាទអញ្ចឹងប្រាសាទដែលខ្ញុំកំពុងតែស្ថិតនៅនេះគឺជាប្រាសាទនៅលើភ្នំជីសូបាទគឺប្រាសាទភ្នំជីសូអញ្ចឹងទេប្រាសាទនេះពុកម៉ែបងប្អូនបាទគឺនៅមិនឆ្ងាយប៉ុន្មានទេពីភ្នំពេញបើយើងគិតពីភ្នំពេញមកគឺត្រឹមតែ62គីឡូម៉ែត្រទេហើយបើគិតពីខេត្តតាកែវមកគឺប្រហែលជាត្រឹមតែ27គីឡូម៉ែត្រអីហ្នឹងបាទអញ្ចឹងគឺมันនៅឆ្ងាយពីពុកម៉ែបងប្អូនប៉ុន្មានទេប៉ុន្តែអ្វីដែលនៅគៀកពុកម៉ែបងប្អូនគឺប្រាសាទដ៏អស្ចារ្យបាទនៅត្រដែតត្រដឹមនៅលើភ្នំជីសូរបស់យើងនេះបាទគឺសាងសង់ឡើងដើម្បីគោរពនៅសាសនាព្រហ្មញ្ញសាសនាបាទគឺឧទ្ទិសទៅដល់ព្រះឥសូរហើយគឺសាងសង់ឡើងនៅក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី1បាទពុកម៉ែបងប្អូនព្រះបាទសូរ្យវរ្ម័នទី1ហ្នឹងគឺព្រះអង្គគ្រងរាជចាប់ពីឆ្នាំ1001បាទគឺដល់ឆ្នាំ1050អញ្ចឹងប្រាសាទនេះឯងគឺសាងសង់ឡើងនៅក្នុងរជ្ជកាលរបស់ព្រះអង្គគឺនៅដើមសតវត្សទី11បាទគឺនៅក្នុងចន្លោះឆ្នាំ1010ដល់ឆ្នាំ1000ដូចជាចន្លោះ1012បាទឬខ្ទង់ប៉ុណ្ណឹងបាទអញ្ចឹងទេនេះគឺជាប្រវត្តិខ្លីៗនៃប្រាសាទភ្នំជីសូបាទអញ្ចឹងបន្តិចទៀតខ្ញុំនឹងនាំពុកម៉ែបងប្អូនទៅជួបលោកតាដែលគាត់នឹងដឹងប្រវត្តិជាក់ស្ដែងប្រវត្តិលម្អិតអំពីប្រាសាទភ្នំជីសូនេះនិងប្រវត្តិដ៏អស្ចារ្យផ្សេងៗទៀតនៅក្នុងភ្នំជីសូនេះផ្ទាល់តែម្ដងបាទអញ្ចឹងទេសូមពុកម៉ែបងប្អូនទៅជួបទាំងអស់គ្នាបាទតាបើចឹងថាជីវប្រវត្តិភ្នំជីសូរបស់យើងនេះដោយមាន3ឈ្មោះណាលោកណាឈ្មោះទី1ភ្នំបារមីសូបាទទី2ឈ្មោះភ្នំគិរីសោភ័ណ្ឌហៅភ្នំបារមីសូបាទដល់ចុងក្រោយទី3ឈ្មោះវាវែងពេកចឹងហៅកាត់ខ្លីមកហៅភ្នំជីសូបាទចឹងថានៅលើទីរាមវត្តភ្នំជីសូនេះដោយមានប្រាសាទមួយយ៉ាងធំណាប្រាសាទទាំងអស់ដែលមាន5ស្ថិតនៅក្នុងមូលដ្ឋានភូមិដពោឃុំរវៀងនិងឃុំស្លាមួយផ្នែកចាលោកណាមានប្រាសាទ5ប្រាសាទធំនៅខាងលើនេះណាដោយមានប្រវែង50ម៉ែត្រ4ជ្រុងមានថែវ2ទៅទិសខាងកើត5ម៉ែត្រមកទិសខាងលិច5ម៉ែត្រឬឯផ្ទៃជញ្ជាំងព័ទ្ធជុំវិញប្រាសាទមានកម្ពស់4ម៉ែត្រកន្លះយើងរាប់ទាំងរបកឈូកខាងលើណាលោកណាអញ្ចឹងកសាងហ្នឹងមាន3ស្ដេចបាទទី1ព្រះបាទសូរ្យវរ្ម័នទី1ទី2ព្រះបាទសូរ្យវរ្ម័នទី2ទី3ព្រះបាទសូរ្យវរ្ម័នទី3អញ្ចឹង3ព្រះអង្គកសាងបានប្រាសាទ5ចុះខាងក្រោមវានៅ4ទៀតចាំពីកុំកសាងទាំងអស់តែយើងមិនក៏មកកសាងលើកំពូលភ្នំវិញបើកំពូលភ្នំនោះកម្ពស់160ម៉ែត្រចំណុចខ្ពស់នៅប្រាសាទប្រគូកែវខាងលើណាលោកណាចុះពីខាងលើមកវាទាបបន្តិចហើយមកដល់ទីរាមវត្តនេះណាអញ្ចឹងវាមិនកំណត់ថា160ម៉ែត្រទាំងអស់ទេអញ្ចឹងកសាងនៅលើកំពូលភ្នំនេះតែយើងគាត់កសាងសម្រាប់ពីរផ្នែកឲ្យកូនចៅខ្មែរយើងទាំងអស់គោរពបូជាមាន2ណាលោកណាមាន2ផ្នែកទី1ព្រហ្មញ្ញសាសនាកាលពីសម័យព្រហ្មញ្ញសាសនាហ្នឹងអត់ទាន់មានពុទ្ធជាម្ចាស់ទេណាលោកណាក្រោយមកបានមានព្រះសមណគោតមប្រមគ្រូនៃយើងលោកបានត្រាស់ដឹងជាសពបញ្ញូពុទ្ធហ្នឹងក៏ចាប់ផ្ដើមយើងចាត់មានពុទ្ធសាសនាយើងទាំងអស់គ្នានឹងគោរពមាន2ផ្នែកព្រហ្មញ្ញសាសនាផងនិងពុទ្ធសាសនាផងក្នុងនោះមានតម្កល់ទុកជាភ័ស្តុតាងសម្រាប់ឲ្យយើងកូនចៅខ្មែរទាំងអស់បានយល់ដឹងថាព្រហ្មញ្ញសាសនាមានតម្កល់អីទុកជាភ័ស្តុតាងឲ្យកូនចៅជំនាន់ក្រោយបានឃើញអញ្ចឹងមានរូបបដិមាកររបស់ព្រហ្មញ្ញសាសនាមានលឹងព្រះឥសូរមួយនិងយោនីរបស់នាងអោម៉ាណាភរិយារបស់លោកអញ្ចឹងក្រោយមកបានមានព្រះសម្មាសម្ពុទ្ធក៏តម្កល់ព្រះរូបបដិមាករនៅក្នុងនោះដែរអញ្ចឹងមាន2ណាលោកណាសម្រាប់ឲ្យយើងគោរពបូជាណាបែបបនក៏ដោយធ្វើអីក៏ដោយតាមគោលបំណងនិងចិត្តរបស់យើងប្រាថ្នារួចយើងមើលទៅទិសខាងកើតខាងលើនេះក៏សម្រាប់យកមកតម្កល់ទុករកដីខ្ពស់ទីខ្ពស់
សម្រាប់ឲ្យយើងទាំងអស់គ្នាហ្នឹងគោរពបូជាចុះទៅក្រោមតាមផ្លូវបុរាណរបស់លោកកសាងមានប្រវែង500ម៉ែត្រ500ម៉ែត្រចុះទៅខាងទិសខាងកើតឬឯកម្មចដើមាន410កម្មទៅដល់ចុងចដើខាងក្រោមផុតជួបនឹងប្រាសាទមួយទៀតឈ្មោះថាប្រាសាទសែននិមលបាទប្រាសាទសែននិមលនៅជាប់ជើងប្រាសាទហ្នឹងយ៉ាងថាវាចេះតែលុបលើងហើយព្រោះតាំងវិសាទវត្តទី11គ្រិស្តសករាជ1010មកវាមិនអាចនៅស្អាតទាំងអស់បានទេណាលោកណាចេះតែគោះកើលហើយកប៉ាល់ហោះហ្នឹងគង់គេទម្លាក់តិចខ្ទាំអស់ច្រើនអញ្ចឹងបន្ទាប់ពីទី2ណាប្រាសាទសែននិមលហើយឆ្ពោះទៅទិសខាងកើតទៀតចម្ងាយ1000ម៉ែត្រដល់ប្រាសាទមួយទៀតឈ្មោះថាប្រាសាទសែនភូវាំងបាទប្រាសាទសែនភូវាំងណាឃើញនៅស្អាតច្រើនជាងនៅខាងលើខាងក្រោមណាលោកណាប្រាសាទនោះខូចតែមកជ្រុងខាងលិចគៀនខាងជើងទាំងទីខូចដល់កប៉ាល់ហោះទម្លាក់ណាបាទអញ្ចឹងយើងឈានទៅមើលដល់ប្រាសាទសែនភូវាំងទៅខាងកើតទៀតណាឆ្ពោះទៅទិសខាងកើតត្រង់ចម្ងាយ50ម៉ែត្រដល់ទន្លេមួយណាបាទសម័យនោះច្បាប់ប្រវត្តិសាស្ត្រគឺនិយាយពីទន្លេអោមឈ្មោះបាទដល់មកឥឡូវមកសម័យយើងមកដូចពិបាកហៅពេកទន្លេអោមហ្នឹងអញ្ចឹងក៏កាត់ទៅអសណាលោកណាយើងអ្នកផ្សំទេលោកអញ្ចឹងឲ្យឈ្មោះថាទន្លេអុំបាទវាងាយស្រួលហើយឆាប់ណាលោកណាអោមហ្នឹងវាពិបាកឆ្ងាយពេកបាទអញ្ចឹងចេញពីទន្លេអោមឆ្ពោះទៅទិសឦសានភ្នំមានចម្ងាយ3000ម៉ែត្រស្មើនឹង3គីឡូដល់ប្រាសាទមួយទៀតឈ្មោះថាប្រាសាទពនាងជំទាវខៀវណាតាយាយយើងគាត់ដឹងជាមាននយោបាយយ៉ាងម៉េចទេបានជាកប់ប្រាសាទនឹងឲ្យទៅក្នុងដីទៅចំនួន9ម៉ែត្រទៅលោកណាទៅខាងក្រោមនៅសល់កពូលប្រហែលជា2ម៉ែត្រប៉ុណ្ណឹងទេកពូលខាងលើដីហ្នឹងណាអត់ចាប់អារម្មណ៍ថាផ្ទៃប្រាសាទខាងក្នុងហ្នឹងយើងអត់បានដឹងណាលោកណាដល់ទៅរទៅយើងឃើញទៅក៏វាបានដឹងថាតាយាយយើងគាត់ជីកទៅក្រោមគាត់គាត់ប្រកបក្នុងដីបាទមកចឹងយើងបានទី4ណាប្រាសាទចឹងមកចាប់ពីប្រាសាទពនាងជំទាវខៀវមកទិសខាងលិចណាចម្ងាយ7000ម៉ែត្រស្មើនឹង7គីឡូណាលោកណាចាប់ពីហ្នឹងទៅបាទចាប់ពីជំទាវខៀវហ្នឹងទៅទល់នេះវត្តប្រាសាទនាងខ្មៅហ្នឹងឆ្ងាយដែរលោកចាស់បាទឲ្យឈ្មោះថាប្រាសាទនាងខ្មៅបាទទៅដល់ប្រាសាទនាងខ្មៅហើយណាសពថ្ងៃនេះមានបដិប្រគុណលោកគង់នៅកន្លែងប្រាសាទនាងខ្មៅហ្នឹងវាប្រាសាទ2បាទនាងខ្មៅហ្នឹងជាកូនបាទជ័យវណ្ណទី2ភ្នំជីសូបាទជាបុត្រីរបស់លោកមានតែមួយហ្នឹងបាទណាស្រាប់តែពនាងហ្នឹងគាត់យើងថាមិនដឹងជាមានយោបល់យ៉ាងម៉េចបើពីសម័យនោះហើយមកសម័យយើងនេះវាខុសគ្នាច្រើនបាទអញ្ចឹងទេពនាងហ្នឹងក៏បានខូចសិលធម៌បាទជាមួយបណ្ឌិតស្រីហ្នឹងនៅភូមិស្រីបណ្ឌិតខាងត្បូងភ្នំនឹងដែរណាហើយពនាងខ្មៅហ្នឹងចុះពីលើភ្នំទៅកសាលស្រះស្រង់នៅខាងត្បូងភ្នំដែរលោកណាណាអញ្ចឹងដល់ទៅកសាលទឹកនៅនឹងងល់ថ្ងៃអញ្ចឹងទៅបណ្ឌិតស្រីហ្នឹងក៏គាត់មកខ្វៀលគោនៅក្បែរស្រះស្រង់នឹងដែរណាខ្វៀលយូទូគាត់បណ្ឌិតស្រីហ្នឹងគាត់ចេះវេទមន្តណាចេះវេទមន្តមាន2នាក់មិត្តភក្តិរបស់គាត់ហ្នឹងណាចឹងបណ្ឌិតស្រីមកខ្វៀលគូនៅហ្នឹងទៅបេះអាស្លឹកពោះយើងស្ដើងគេធ្វើអាល្បាយផ្ទាប់មួយបាញ់ឆែវហ្នឹងលោកអាហ្នឹងស្ងាញ់ស្លឹកលំពោះបាទទុនល្អហូបបាទដល់ចឹងគាត់យកមកផ្លុំហ្នឹងក៏មិនផ្លុំឲ្យគាត់នៅលឺទេផ្លុំហ្នឹងក៏ដាក់វេទមន្តគាត់ទៀតបាទក៏លិចលឺទៅដល់ពនាងខ្មៅហ្នឹងចេះតែបាក់ចិត្តស្រឡាញ់បាទស្រឡាញ់បណ្ឌិតស្រីហ្នឹងចឹងឲ្យឯកអាមាត្យហ្នឹងទៅមើលបណ្ឌិតអ្នកណាគេមិនថាបណ្ឌិតទេអ្នកណាគេផ្លុំស្អីពីរោះហ្មងអ្នកឯងទៅពិនិត្យឲ្យយើងមើលបាទដល់ឯងបានទៅមើលឃើញបណ្ឌិតស្រីហ្នឹងក៏នៅផ្អែកដើមថ្នោតផ្លុំណាអញ្ចឹងក៏ឃើញមកវិញមកបករត់មកវិញមកទូពនាងហ្នឹងថាខ្ញុំកាលណាបានមើលឃើញហើយម្ចាស់ថ្លៃដែរមានប្រុសម្នាក់នៅផ្លុំស្អីផ្អែកដើមថ្នោតហ្នឹងអញ្ចឹងពនាងបាទប្រុសណាប្រុសម្នាក់ហ្នឹងអញ្ចឹងពនាងថាឲ្យទៅហៅមកឲ្យយើងមើលណាដូចបានដៃហៅមកឲ្យចិត្តអញ្ចឹងទៅហាក់បីដូចជារត់តាវេទមន្តហ្នឹងវាកាន់ដិតជាប់លោកចាស់ណា
วิตามินเยอะไปนะมันธรรมดาที่ลูก เป็น เนี่ย เหมือนกันนะสะสดเตยสะสด มา เตยอาจารย์ นอนจังก็เอาพร้อมลงมืออย่างเท่าเนี่ยสนับเท่าไปยังตุนลังเจี๊ยเฉินวิเนี่ยโอ้นะสบายสลายหมอนจับดาวสลายนะเอาไอ้ที่นะ แต่ตัวdo chân tung đại chỉ muối ấy nè ơi lục là ta mau buôn là ghi ngày xưa giống ta mau buôn ngày xưa giống đó mà cầm san đâu cả lại đi tiên ở chùa nâng vì đám hào chả chả thế vậy nào sẽ đại chứ nè phần liêng nè hào chả giống đó mà chùa chả nè chả nâng trong sẽ đạp nè riêng rồi ngay giờ đó mà ngày tí phí nè chạp chân men tên cô đọc đòn cái đĩaដាក់bàn cá sả lạnh cái đĩa nè hồi bàn chân sả lạnh tất đấy nè cô bàn sả lạnh hơi bây giờ vào đó có đã bọn mà chia thành để na còn prap đo và bia đa và bay đa cái trong đó thành để na prap trong sầm lấp mà pui rồi nhé đại chả chanh máu đó là ca chứ không nè sầm lấp cái này mà pui giấy này mới hiện prap nè chẳng tao có ọt hiện prap ọt hiện prapคนนี้มาช่วงยังมั้งรอมันเนี้ยกี่ทางยมอดที่ยมอดตกจัดสลับโดยซาเป็นเดียงที่นะมาปูยมเฉิดได้นะยมตะตูได้ใช่นะจังกูมันเนี้ยนั่งกี่ตะตูเต้านะแค่ไปนั่งกี่อดตะตูนะได้ดังกูเกลียวกราวขังนะไอ้จะมาตั้งแต่บทนั้นโยมาสลับเจ้านะส่วนนัวมันดังให้พอร้อยสลับเจ้าบอกนะบ้านปะใบดาปะเบียดานึกก่อนคอดสมวอบทเบียดตะมวยนะก็สำหรับไอ้สมเอาเดียร์ตีเดียงใจปีลือกลายยืงเต้าปีเบียนบ่ยืงเต้านะโดยนึกอันนั้นปุ่นได้ปุ่นสมไหนให้บทเบียดตะมวยจังก็อัดบุตรเต้านะบ้านจ่าประดามเอาไอ้จะมาตั้งตัวซองกับศาสตร์ปีนวัวศาสตร์เนียงขมาวนั้นสำหรับเป็นเนียงขมาวให้หนึ่งมันใส่จังเต้าก็บ้านรู้เราจะมวยขี้โหให้ยังมั้งrồi đó bàn miền mật phẹ và mình đất xây đắng xuống rồi mình đất kèo là riêng bùa bùi cái đĩa riêng bên muốn đôi cái đĩa mình đất kèo lúc còn con lấy chẳng trong đang tha mật phẹ miền một pun sát vậy miền câu sát vậy nè chẳng trong tầm mưa mật phẹ nè một pun cái xa thì mấy cháu bè chân đó này và đó cô tranh màu đào rồi máu khơi mình đất xây đắng nè cô tầm đẹp tầm nông chẳng tao nè đằng mật phẹ rồi an kia chẳng tao bạn lực khơi đất cao thay chụp bốn cái xa làm lắm cha mưa vỡ trong đại việt môn trong vỡ cha mưa nè mình đất xây đang giả mạnh nè do đại giang tấu đất cao được chứ nè đi bên môn chiêng mình đất xây chiêng mà nè và mình đất xây đôi chiếc càng tới đó bên tranh kia nó về bên môn tránh chẳng cô mình đi vào đó còn đôi bạn chân tàu đất cao luôn tàu với nhá nè trong cái thác về lên lái người chơi prai pro lên và phía xuống đây đây nè rồi chân tàu của ban gì chọc cho thà thầu ban tàu đất cao tiền luôn nè ban đất cao bán mẫu đắng đó viên đa bảy đa tiền chẳng thà bớt bỏ dương đi nè khu câu nè nè mìnhประกอบโดยxâyปิ้งปรุงเฮียทอตีนะมีนปุตบดเชิญบดมีดาไม่ดาบอกลุนนะมีนแต่งไปได้เฮ้ยตัวโรมวยตีดนะจังมันตู้nơi chỉ mùi và đất cao đó tàu xong sát nâu vọt sạc cao đó nè càng cao là chỉ định bay luôn đó nè bạn tàu xong ơi sát nó đang ơi đi ông tàu đầu tiên tàu nè đất xây đó cô cho tầm này ai đâu tên tàu này nè chẳng miền phía sắt vui lượng lang tha dưỡng chia đi con việc khôi ca cho dân tấu như mình thơ một tu thì chớ lương chùm nua muối thá phần con sẽ đánh mấy chuồn mà là cái gì là nó bị chọp bị đang bao được luôn đấy mà con chơi miền tập đăng tí mà trong về chứ cô chơi từ về nó lâu chung vinh lùng sâu chở đó lúc ơi lúc đó bà dân vậy bỏ vào với phần nền khăm áo nó bà dân trongประตู qua ta mình ấy cô ọt cả tại ọt cả thế luôn dân tha quát khôi prom vì hiền thua khôiสลัดถั่วคนใต้บางยังเป็นนัดเมื่อประวัติคือเหมือนแมนได้ซาจัดกว่าเดย์ได้ซาแต่บันเดสไลบันเดสไลนั่นก่อนกองจองซาเวทมนต์บอกรุ่นไอ้เนี่ยบ่าจังโกเติร์นตรงจัดเป็นเองขมายบ่าดอตรงจัดบางตื้อยังทางเป็นเองขมาย
គាត់ខូចសិលធម៌ខូចអីចឹងប៉ុន្តែបើចិត្តគាត់គឺអត់ទេដោយសារតែនោះអាវេទមន្តគាត់នោះវេទមន្តគាត់វាខ្លាំងដល់ខ្លាំងតងចិត្តគាត់បានតែណាដល់ហើយបានជួបបណ្ឌិតកែវមួយទៀតបណ្ឌិតកែវគាត់ចង់សារអាវេទមន្តរបស់គាត់ដែរចង់សារជាមួយនឹងបណ្ឌិតស្រីបាទអញ្ចឹងគាត់សារលបងវេទមន្តដាក់គ្នាដល់ដាក់គ្នាទៅឈ្នះបណ្ឌិតស្រីទៀតដល់អញ្ចឹងទៅធ្វើឲ្យពនាងខ្មៅហ្នឹងបាក់ចិត្តមកលើបណ្ឌិតកែវវិញបាទអញ្ចឹងហើយដល់ទីបញ្ចប់ទៅព្រះអង្គដែលជាព្រះបិតារបស់ពនាងខ្មៅហ្នឹងទៅជាបន្ទោសកូនតែបើយើងបន្ទោសតាកូនមកអង្គឯងក៏ដូចអត់ត្រូវដែរបាទអញ្ចឹងអ្នកដែលនាំភ្លើងនាំអីគឺសិតតែបណ្ឌិតបណ្ឌិតកែវហើយបណ្ឌិតស្រីនោះទេណាតែណាបាទអញ្ចឹងបើយើងទៅកុំបន្ទោសគាត់តែទាំងស្រុងពេកគឺវាមានរួមចំណែកតែណាបាទអញ្ចឹងគឺយើងបកមកវិញគឺទាំងអស់នេះគឺជាប្រវត្តិដែលមានពាក់ព័ន្ធទៅនឹងប្រាសាទនៅលើភ្នំជីសូបាទគឺគេហៅថាអស្ចារ្យមែនតើតែណាដែលប្រាសាទដ៏ធំស្កឹមស្កៃមួយបានមកត្រដែតត្រដឹមនៅលើកំពូលភ្នំដ៏សែនខ្ពស់បាទអញ្ចឹងហាក់បីដូចជាមានអ្វីទោះបីថានេះគឺជាស្នាប្រហ័សរបស់បុព្វបុរសរបស់ស្ដេចដ៏អស្ចារ្យរបស់យើងប៉ុន្តែយើងគិតមើលទៅដូចជាមានគេហៅថាវេទមន្តជប់តែណាពួកអីសុទ្ធតែថ្មធំយើងមើលមិនងាយលើកឡើងទេដល់លើកំពូលភ្នំនេះតែណាបាទចេញក្រៅពីប្រាសាទនៅលើភ្នំជីសូនេះខ្ញុំឮថាដូចជាមានគេហៅដង្ហើមភ្នំអីតែកន្លែងណាមានលោកនៅចំដដែលហ្នឹងលោកដល់ចុះទៅកើតត្រង់ចំដដែលចុះទៅកើតត្រង់ដែរទេបាទប៉ុន្តែឥឡូវយើងមើលអត់ច្បាស់ទេបាទឲ្យមានភ្លៀងរលឹមមកអាហ្នឹងយើងចង់ដឹងច្បាស់យើងកាច់លឹកឈើមួយម៉េចកាន់យកទៅដាក់ចំពីមុខយ៉ាងមកបាទពីមុខរូងកន្លែងរូងដង្ហើមហ្នឹងតែបាទអញ្ចឹងដល់ដង្ហើមហ្នឹងវាចេញមកលឹកឈើហ្នឹងវារីមកកើតហើយបាទដល់ពេលរីចប់យ៉ាងទៅដូចស្រូបរកដង្ហើមនោះយើងរកដង្ហើមយ៉ាងដែរនឹងស្រូបចូលក្នុងវិញទៅណាយើងរកចេញចូលយ៉ាងមិនរបស់យើងជាមួយយើងនឹងដូចគ្នាយ៉ាងលោកបាទអញ្ចឹងបានគេហៅថាបាទចំហភ្នំបាទចំហភ្នំឬក៏ដង្ហើមភ្នំបាទចុះខ្ញុំល្បីមួយទៀតថាមានកន្លែងដែលគេសុំបុតលោកតាកន្លែងយើងនៅម្ដុំណាដែរលោកតាសុំបុតវាមានពីរបាទសិតតែខ្លាំងហីបាទនៅក្នុងប្រាសាទក៏សុំបានបាទព្រោះសិតតែធំដល់មកនេះលោកតាសង្ហាលដែកចឹងហៅដែកបាទនោះកើតដល់ពូហ្នឹងលោកគឺសុំបុតដល់ពូនេះណាចាណាបាទសុំឃើញហ្នឹងឃើញជាក់ស្ដែងនេះបានណាបាទគេយករង្វាន់យកមកថ្វាយយកទាំងកូនមកថ្វាយឲ្យទទួលស្គាល់ដឹងឮទាំងអស់គ្នាអញ្ចឹងទៅណាបាទវាមានអញ្ចឹងលោកអញ្ចឹងផុសតាំងជាក់ស្ដែងគឺពេលដែលគេសុំប្រាថ្នាបានហើយបានគេគាត់យកកូនហ្នឹងយកមកទៀតណាលោកមកបង្ហាញថាគាត់នេះអ្នកគាត់សុំបានអញ្ចឹងនៅតែណាអញ្ចឹងនេះជាផុសតាំងជាក់ស្ដែងតែមិនមែនចាគឺតែតគ្នាទេបាទអត់ទេលោកនេះពិតប្រកបអញ្ចឹងបាទតាបាទអញ្ចឹងជាចុងក្រោយក៏សូមអរគុណបាទតែឲ្យសូមជូនពរឲ្យលោកតាមានបច្ចុប្បន្នកាន់តែយឺនយូរបាទឲ្យរក្សាបន្តចំណេះដឹងនេះផ្សព្វផ្សាយដល់កូនចៅចំនួនក្រោយឲ្យបានដឹងប្រវត្តិពិតទៀតអញ្ចឹងណាតាណាបាទសូមអរគុណលោកតាសូមជម្រាបលាបាទ